ឆ្ងាយពីទីក្រុងមេឃល្ងិតល្ងិតពីអ្នកធីមរបស់ camping បានទៅដល់មាត់ឆ្នេរមួយដែលមានខ្សាច់សស្រឡះល្វឹងឆ្ងាយពីទីប្រជុំជនមានវិចត្រីសាម៉ុនជ្រលក់ទឹកជ្រលក់មានតបបន្លែបោះតង់យប់ស្ងាត់សូននៅឆ្នេរតាប្រាំងមានអី relax បានស្រស់ស្រាយយ៉ាងដែរស្ងាត់អត់មានអ្នកដតីណាច្រើនមករំខានញ៉ៃញ៉ៃត្រីស្រែមួយដាក់ដុតជាមួយនឹងស្ពៃបន្លែជាតិដាក់ឡើងអស់ពីចានមានអីយប់ឡើងដេកលក់សមុខខុលទូករត់កាត់អូសជាមួយនឹងទូកដែរបន្ទាប់ពីចាប់ម៉ោងការងារម៉ោង6ចឹងទៅរៀបចំឲ្យបានម៉ោងតែរៀបចំហើយតុងម៉ោង7ហើយបានទៅដល់នោះតុងម៉ោង9យើងធ្វើចំណាយពេលធ្វើដំណើរ2ម៉ោងដោយសារតែយើងមិនប្រញាប់ទេយើងយឺតយើងជិះ relax លេងទៅហើយដល់រៀបចំតង់រៀបចំតុកមានបន្លែមានអីមើល location ខ្លាចច្រឡំនេះហើយគឺត្រីដែលដុតជាមួយនឹងបន្លែជាមួយនឹងទិដ្ឋភាពមេឃងងឹតសូនឆឹងមានតែ2នាក់មួយឆ្នេរគឺយើងរីករាយនឹងម្ហូបដែលយើងបានធ្វើបកាត់ភ្លើងកម្ដៅរូបនិងដេញសัตว์សុចចុះរាប់ចាប់មឹកដែលឡើងមកគៀកនឹងឆ្នេរនក់ភ្លើងកំពុកភ្លឺផ្លុងធ្វើឲ្យមានទិដ្ឋភាពស្រស់ស្រាយមួយយ៉ាងហើយត្រឡប់មកវិញនៅតាមផ្លូវក៏ចូលកាទៀវតាមភូមិជុំស្រស់ស្រាយយ៉ាងដែររសជាតិកាទៀវក៏មានរសជាតិឲ្យជារសឆ្ងាញ់ពិសាទិដ្ឋភាពមានឆ្កែមាន់អូខេឥឡូវស្ដាប់ការបកស្រាយបន្ទាប់ពីយើងចេញពីកាទៀវមកត្រូវធ្វើដំណើរមកដល់ហូងកាហ្វេមួយហូងកាហ្វេមួយដើម្បីយើងសាក់ថ្មឲ្យជីវិតរបស់យើងថែមទៀតកំពុងសំវិញទៅផ្ទះវិញណាតែមកតាមផ្លូវយើងចូលហាងកាហ្វេមួយហាងកាហ្វេនេះគឺនៅផ្លូវច្រកចូលមកបងមូលស្ទឹងហាវណាបងមូលនេះទៅប្រងពីយកមិញទៅបោះតង់នៅឆ្នេរតាប្រាំងហ្នឹងឥឡូវបន្ទាប់ពីបោះតង់ហើយគឺយើងចូលមកធ្វើរបាយការណ៍ពាក់ព័ន្ធមួយការងារបញ្ចប់របាយការណ៍មួយសិនបានយើងបន្តដំណើរទៅទៀតតែឥឡូវចេញមកខ្ទង់ម៉ោង9ក្នុងម៉ោង9ពេលនោះមកក្នុងម៉ោង9ណាម៉ោង9កន្លះម៉ោង9កន្លះចូលទៅញ៉ាំកាទៀវនៅភូមិហ្នឹងម៉ោង9កន្លះបានទៅចេញមកបងសាមវិញហើយមកតាមផ្លូវរកកន្លែងផឹកកាហ្វេអញ្ចឹង ចាប់ដល់មកដល់
ទីតាំងមួយផឹកកាហ្វេនេះគឺឃើញកន្លែងមានហៅថាបរិយាកាសល្អសម្រាប់បងប្អូនយើងចង់មកអីណាយើងចេញពីដំណើររបស់យើងចេញពីបោះតង់មកទីថាយើងទៅបោះតង់នៅតាមប្រាំងយើងត្រូវដំណើរត្រឡប់ទៅពងសំវិញហើយនៅពេលដែលយើងត្រូវត្រឡប់ជិះពីនោះមកគឺយើងត្រូវការកាហ្វេអញ្ចឹងអាចចូលមកតូបនេះបានដែរតូបគាត់រៀបចំមើលទៅស្អាតតិចមកមានអីណាដាក់ស៊ីលដាក់អីគេការពារកម្ដៅកាអីមកតិចល្អបាទបរិយាកាសគួរឲ្យតាក់ទាញ